ក្បួនហិរញ្ញវត្ថុ8យ៉ាងធ្វើឲ្យមនុស្សជោគជ័យបងប្អូនជាទីគោរពយើងទាំងអស់គ្នាសុទ្ធតែមានសុបិនចង់បានជោគជ័យក្នុងជីវិតជោគជ័យមិនត្រឹមតែមានផ្ទះសម្ភារៈឬប្រាក់ច្រើនទេប៉ុន្តែជោគជ័យពិតប្រាកដគឺស្ថិតនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានច្បាស់លាស់មនុស្សជាច្រើនបរាជ័យព្រោះគ្មានក្បួនគ្រប់គ្រងប្រាក់ថ្ងៃនេះខ្ញុំនឹងចែករំលែកក្បួនហិរញ្ញវត្ថុ8យ៉ាងដែលអាចជួយឲ្យយើងកសាងជីវិតស្ថិរភាពនិងឈានទៅរកជោគជ័យក្បួនទី1ចំណាយតិចជាងចំណូល2នាទីក្បួនសាមញ្ញបំផុតគឺចំណាយតិចជាងអ្វីដែលយើងរកបានមនុស្សជាច្រើនរកប្រាក់បានច្រើនតែបាត់បង់អស់ព្រោះចំណាយលើអ្វីដែលមិនចាំបាច់គួរបង្កើតបញ្ជីចំណាយប្រចាំខែកំណត់ថាតើអ្វីជាការចាំបាច់តើអ្វីជាការលួចចំណាយការប្រកាសថាចំណូលធំជាងចំណាយគឺជាជំហានដំបូងក្នុងការរក្សាថវិកាក្បួនទី2បង្កើតផែនការហិរញ្ញវត្ថុ 1.5 នាទីអ្នកមានគោលដៅហិរញ្ញវត្ថុដែរទេដូចជាផ្ទះការអប់រំកូនប្រាក់ចូលនិវត្តន៍សរសេរគោលដៅឲ្យច្បាស់កំណត់ពេលវេលានិងចំនួនប្រាក់ត្រូវការធ្វើផែនការចំណាយនិងសន្សំតាមផ្លូវគ្មានផែនការគឺដូចជាការរត់ទៅគោលដៅដោយគ្មានផ្លូវផែនទីក្បួនទី3សន្សំប្រាក់មុនចំណាយប្រាក់បានចូលដាក់ចូលសន្សំជាមុនសិនមុននឹងចំណាយឧទាហរណ៍សន្សំ 10% ទៅ 20% នៃប្រាក់ចូលប្រចាំខែបើមានប្រាក់ច្រើនឬតិចក៏អាចចាប់ផ្ដើមបានការសន្សំជាប្រចាំបង្កើតទំនៀមទម្លាប់និងស្ថិរភាពក្បួនទី4ជៀសវាងបំណុលអាចចាំបាច់2នាទីបំណុលអាចជាឧបសគ្គធំបំផុតនៃជោគជ័យកុំប្រើកាតឥណទានដោយគ្មានផែនការបំណុលគួរត្រូវបានប្រើសម្រាប់វិនិយោគឬអ្វីដែលបង្កើតចំណូលប្រសិនបើមានបំណុលត្រូវដាក់ផែនការទូទាត់ជាប្រចាំចាំថាបំណុលអាចដូចខ្សែដៃចងយើងឲ្យនៅត្រង់កន្លែងក្បួនទី5វិនិយោគអាយប្រាក់ធ្វើការ2នាទីសន្សំប្រាក់ទុកមិនគ្រប់គ្រាន់ទេព្រោះអត្រាឧទ្ធម្ភាគច្រើនធ្វើឲ្យតម្លៃប្រាក់ថយចុះវិនិយោគក្នុងអចលនទ្រព្យភាគហ៊ុនឬអាជីវកម្មតូចរៀនពីការវិនិយោគមុនពេលចូលទៅចាប់ដើមតិចតិចមិនចាំបាច់រងចាំច្រើនប្រាក់មិនគួរតែគ្រាន់តែដេកក្នុងធនាគារប៉ុន្តែទ្រូធ្វើឲ្យវាបង្កើតប្រាក់វិញក្បួនទី6បង្កើតប្រភពចំណូលច្រើន 1.5 នាទីអ្នកមានតែប្រាក់ខែពីការងារតែម្ដងឬនោះគឺគ្រោះថ្នាក់ធ្វើអាជីវកម្មតូចៗចែករំលែកចំណេះដឹងតាមអនឡាញបង្កើតទំនិញឬសេវាផ្ទាល់ខ្លួនចំណូលច្រើនគឺដោយទីអង្សាចាំពេលបញ្ជុំមិនឲ្យយើងដួលក្បួនទី7រៀនជានិច្ចអំពីហិរញ្ញវត្ថុ 1.5 នាទីការបង្រៀនខ្លួនឯងគឺជាការវិនិយោគដ៏មានតម្លៃអានសៀវភៅហិរញ្ញវត្ថុស្ដាប់ podcast សិក្សាវគ្គអនឡាញសួរពីអ្នកជោគជ័យនៅក្នុងសហគមន៍ការយល់ដឹងថ្មីៗជួយឲ្យយើងធ្វើការសម្រេចចិត្តប្រសើរឡើងក្បួនទី8បរិច្ចាគនិងចែករំលែក 1.5 នាទីប្រាក់មានតម្លៃពិតពេលវាប្រើសម្រាប់ធ្វើល្អជួយគ្រួសារឬសហគមន៍ផ្ដល់ឧបត្ថម្ភកុមារកំព្រាឬអ្នកក្រីក្រចែករំលែកចំណេះដឹងដល់អ្នកដទៃចិត្តសប្បុរសធ្វើឲ្យជីវិតមានន័យហើយទាក់ទាញឱកាសល្អៗវិញសន្និដ្ឋាន 1.5 នាទីបងប្អូនទាំងអស់នេះគឺជាក្បួនហិរញ្ញវត្ថុ3យ៉ាងចំណៃតិចជាងចំណូលបង្កើតផែនការហិរញ្ញវត្ថុសន្សំប្រាក់មុនចំណាយជៀសវាងបំណុលឥតចាំបាច់វិនិយោគឲ្យប្រាក់ធ្វើការបង្កើតប្រភពចំណូលច្រើនរៀនជានិច្ចអំពីហិរញ្ញវត្ថុបរិច្ចាគនិងចែករំលែកបើអ្នកអនុវត្តទៅតាមក្បួនទាំងនេះជាប្រចាំអ្នកនឹងមិនត្រឹមតែមានស្ថិរភាពហិរញ្ញវត្ថុទេប៉ុន្តែមានសេចក្តីសុខក្នុងចិត្តនិងឈានទៅរកជោគជ័យពិតប្រាកដ